ខ្ញុំប្រកបរបរឡើងភ្នំតាមលោកពូជាង1 ឆ្នាំហើយបញ្ចេញទាំងលុយទាំងកម្លាំងចាំយាមយប់ប្រលប់លីសែងអីវ៉ាន់លំបាកមិនតិចទេគ្រោះថ្នាក់ក៏មិនតិចដែរ1 ឆ្នាំនេះគាត់ចំណេញកប់ក្តោងដោយសារក្រុមព្រានសัตว์នេះតែរឿងចំណែកភាគលាភដែលគាត់ធ្លាប់សន្យាមកទល់ពេលនេះនៅតែស្ងាត់ឈឹងថ្ងៃនេះក្នុងវងផឹកស៊ីខ្ញុំនឹងសួរគាត់ឲ្យច្បាស់ហ្មងបើគាត់នៅយកមនោសញ្ចេតនាខ្ញុំនឹងប្រាប់គាត់ពីផ្លូវទៅជ្រលងភ្នំហ៊ុយវឹងហើយវិញតែបើគាត់ធ្វើមិនដឹងមិននឿទេផ្លូវនរណាអ្នកនោះដើរចុះលោកពូខួយខៃខ្ញុំសុំចូលមួយមកគឺបងខួយនឹងហើយដែលខ្លាំងហាស់បានដើរតាមបងខួយទើបមានសាច់ស៊ីអញ្ចឹងណាលោកពូ1 ឆ្នាំនេះដើរតាមពូខ្ញុំរៀនសូត្របានច្រើនណាស់មួយកែវនេះខ្ញុំសុំចូលមួយបានហើយអង្គុយចុះទៅឆ្នាំនេះក្រុមព្រានយើងចំណេញបានច្រើនគួរសមចុះរឿងបែងចែកភាគលាភវិញបែងចែកភាគលាភអីគេកាលមុនពូនិយាយផ្ទាល់មកថាខ្ញុំចេញទុនពូជាអ្នកដឹកនាំដល់ចុងឆ្នាំចែកគ្នា50-50អញមកទាបញ្ជីពីអេលោកពូនេះជារឿងដែលយើងបាននិយាយគ្នាហើយតើខ្សែរត់ជាអញអ្នករកមួយក៏អញអ្នករត់ការអញគ្រាន់តែជាកូនកញ្ចេះរត់ទៅសោះនឹងបើគ្មានអញទេលោកសូម្បីតែសិតឡើងក្នុងក៏ការក្រុមរបស់ពូទើបតែបែកខ្ញែកពូគ្មានលុយមួយរៀលក្នុងខ្លួនទេគឺពូអញផ្ទាល់ដែលមកអង្វរពុកម៉ែខ្ញុំឲ្យជួយថែមទាំងសន្យាថាចុងឆ្នាំចែកគ្នា50-50ទៀតផងបើមិនយកថាជាសាច់ញាតិតើនរណាគេព្រមយកលុយសន្សំទុកធ្វើបុណ្យសពមកប្រថុយជាមួយពូអញនោះលុយទិញក្តាមជូបផ្ទះអញនឹងសូម្បីត្រណប់ជើងអញក៏មិនសាកសមផងនៅចង់មកពូភាគលាភទៀតលោកពូកាលមុនពូមិនមែននិយាយអញ្ចឹងទេចង់បានភាគលាភណាស់មែនទេនេះនៃភាគលាភរបស់ឯងលោកពូចង់ស៊ីដាច់ហ្មងអេស៊ីដាច់ស្អីអញគ្រាន់តែរត់ការបានប៉ុន្មានជើងសោះនឹងមានមុខមកទាភាគលាភដែរអញឲ្យជើងជ្រូកមួយនេះសំមុខណាស់ទៅហើយវើយពូឯងស្ដាប់ឲ្យច្បាស់ចាប់ពីថ្ងៃនេះទៅឈិនយេត្រូវបណ្ដេញចេញពីក្រុមព្រានសัตว์យើងហើយថ្ងៃនេះអញប្រកាសឲ្យហើយបើគ្មានអញមួយជាតិនឹងអញកុំសង្ឃឹមថាបានស៊ីបាយលើភ្នំមួយនេះឲ្យសោះអាយេអញចង់វាយើអេជើងជ្រូកមួយនេះពូអញទុកស៊ីខ្លួនឯងឲ្យឆ្អែតទៅពូឯងស្ដាប់អញឲ្យច្បាស់ថ្ងៃក្រោយបើអ្នកណានៅក្នុងភូមិហ៊ានជួយវាគឺស្មើនឹងទូចគូតជាមួយជូវ៉ាន់ខួយឆាវ៉ាន់ខុយនេះហើយអញនឹងធ្វើឲ្យវារស់នៅលើភ្នំនេះលេងបានហ្មងល្អជូវ៉ាន់ខួយចាប់ពីថ្ងៃនេះទៅយើងផ្ដាច់ទំនាក់ទំនងគ្នាហើយឯងអាយេមកវិញហើយកូនឆាប់អង្គុយមកស៊ីបាយសិនទៅកុំឲ្យទុកពោះរហេមរហាមគេល្បីពេញភូមិអស់ហើយថាឆ្នាំនេះក្រុមព្រានសัตว์រកលុយបានកប់ក្តោងហ្មងចុះពូឯងចែកឯងបានប៉ុន្មានដែរភាគលាភអីម៉ែគាត់គប់ជើងជ្រូកឆៅមួយមកឲ្យខ្ញុំតែខ្ញុំគប់សងគាត់វិញបាត់ហើយ1 ឆ្នាំនេះឯងឡើងភ្នំតាំងពីព្រឹកព្រលឹមយប់ជ្រៅទើបត្រឡប់មកវិញមិនក៏ពូឯងចិត្តខ្មៅយ៉ាងនេះចិត្តអាក្រក់ហួសហេតុពេកហើយជីជន់គេក៏មិនមែនជីជន់ដល់ថ្នាក់នឹងដែរពុកបើពុកទៅឥឡូវនេះចំគោដែលគាត់ហើយគាត់ចង់តែជន់ឆ្លីគ្រួសារយើងឲ្យស្លាប់នឹងតែពុកក៏មិនអាចឈរមើលគេជន់ក្បាលឯងដល់ថ្នាក់នឹងដែរណាកូនឯងនេះរងទុកដល់ថ្នាក់នេះហើយត្រឡប់មកវិញមិនហើបមាត់មួយម៉ាត់ម៉ែមិនខ្លាចថាកូនរកលុយមិនបានទេម៉ែគ្រាន់តែខ្លាចកូនទៅខាងក្រៅរងទុក្ខលំបាកហើយគ្មានអ្នកណាមើលថែនេះជាសៀវភៅកំណត់ហេតុដែលលោកតាបន្សល់ទុកក្នុងនេះមានកត់ត្រាពីកន្លែងមួយដែលអាចឲ្យខ្ញុំងើបមុខមាត់វិញបានជ្រលងភ្នំហ៊ុយហ្វឹងហើយវិញអាយេមិនបានទេកូនកន្លែងនោះចូលមិនបានដាច់ខាតលោកតាអញធ្លាប់ប្រាប់ហើយថាជ្រលងភ្នំនឹងស៊ីមនុស្សណាស់ទៅ10ត្រឡប់មកវិញមិនបានមួយផងទីនោះមិនមែនជាកន្លែងរកលុយទេតែជាកន្លែងយកជីវិតទៅបដូរយកលុយផ្លូវនេះទៅមិនបានទេពុកម៉ែខ្ញុំមិនមែនខឹងខុសរឿងទេបើគ្មានសង្ឃឹមខ្ញុំក៏មិនយកសៀវភៅនេះចេញមកដែរលោកតាបានកត់ត្រាផ្លូវសัตว์រួមខ្យល់អស់និងកន្លែងស្នាក់នៅទាំងអស់ហើយ1 ឆ្នាំនេះដែលខ្ញុំដើរតាមជូវ៉ាន់ខួយឡើងភ្នំក៏មិនមែនទៅទេដែរខ្ញុំច្បាស់ក្នុងចិត្តណាស់ខ្ញុំមិនចង់ធ្វើកូនចៅគាត់ទៀតទេខ្ញុំនឹងចេញរកស៊ីខ្លួនឯងតែឯងម្នាក់ឯងទៅរួចមិននឹងកាត់កូនមិនមែនម្នាក់ឯងទេបងប្អូនត្រកូលចៅយ៉ៅតែងតែត្រូវគាត់ជិះជាន់រហូតមកខ្ញុំនឹងទៅរកពួកគេមានគ្នា3នាក់ចូលភ្នំស្រួលមើលថែគ្នាគាត់គិតថាបើគ្មានគាត់អាយេម្នាក់នេះរកស៊ីលើភ្នំនេះលេងបានមែនទេអញ្ចឹងខ្ញុំនឹងពឹងលើសមត្ថភាពខ្លួនឯងបើកផ្លូវមួយឲ្យគាត់មើលឲ្យឃើញច្បាស់ហ្មងកូនយកលុយនេះទៅទិញសម្ភារៈដែលចាំបាច់ទៅខ្សែអន្ទាក់ថ្នាំសង្កូវអីនឹងទិញឲ្យគ្រប់គុំសន្សំសំចៃអីនៅខាងក្រៅឃ្លានត្រូវតែហូបហត់ត្រូវតែសម្រាកទោះនៅផ្ទះលំបាកយ៉ាងណាក៏ពុកម៉ែនៅតែស៊ូបានដែរកូនត្រូវចាំណាត្រឡប់មកវិញដោយសុវត្ថិភាពទើបជារឿងសំខាន់បំផុតឈិនយេបើឯងមានសមត្ថភាពបើកផ្លូវរកស៊ីខ្លួនឯងបានបើឯងពិតជាចង់តស៊ូមែនទោះគ្រួសារយើងត្រូវលក់អស់ពីខ្លួនក៏គាំទ្រឯងដែរពុកម៉ែកុំបារម្ភអីអ្វីដែលជារបស់គ្រួសារយើងខ្ញុំនឹងយកវាមកវិញឲ្យតតែបានកុំមកឈរមុខផ្ទះអញវើយវាមានមុខចេញមកដើររហែតរហូតទៀតហាសជើវ៉ាន់ខួយប្រកាសហើយថាបានរណាហ៊ានជួយវាថ្ងៃក្រោយកុំសង្ឃឹមថាបានឡើងភ្នំឲ្យសោះ
អានឹងមកពីវាខ្លួនឯងតើហ៊ានត្បិតជាមួយជូវ៉ាន់ខួយធ្វើអីជូវ៉ាន់ខួយចាំមើលតែឯងបងយេបងមកល្មមពួកខ្ញុំកំពុងតែចង់ទៅរកបងនឹងរឿងយប់មិញពួកខ្ញុំវាអស់ហើយជូវ៉ាន់ខួយធ្វើហួសហេតុពេកហើយតានីវដេនីលហ៊ូហ៊ីវខ្ញុំស្គាល់កន្លែងមួយដែលអាចឲ្យពួកយើងកាប់លុយបានខ្ញុំមកនេះគឺចង់បបួលបងឯងទៅរកស៊ីជាមួយគ្នាបងមកបួលដល់កន្លែងអញ្ចឹងគឺរាប់អានពួកខ្ញុំខ្លាំងណាស់ហើយប៉ុន្តែជ្រលងភ្នំហ៊ុយហ្វឹងវាមិនមែនដូចកន្លែងផ្សេងទេណាកន្លែងនោះបើយ៉ាងម៉េចគុំសង្ឃឹមថានឹងអាចត្រឡប់មកវិញបានមានសៀវភៅកំណត់ហេតុនេះនៅក្នុងដៃជ្រលងភ្នំហ៊ុយហ្វឹងមិនមែនជាកន្លែងគ្រោះថ្នាក់ទៀតទេតែវាជាកំណប់មាសដែលគ្មានអ្នកណាធ្លាប់ទៅដល់ពួកឯងធ្វើកូនចៅវាមួយជីវិតបានត្រឹមតែជាអ្នកលីសែងប៉ុណ្ណោះហ៊ានប្រថុយជាមួយខ្ញុំមួយក្តារនេះទៅបើចាញ់ខ្ញុំឈិនយាយជាអ្នកទទួលខុសត្រូវតែបើឈ្នះពួកយើងនឹងក្លាយជាថៅកែខ្លួនឯងលុយហ្មង